កូនក្មេងត្រូវមានទម្លាប់ដូចខាងក្រោមទើបមានសុខភាពល្អនិងអាចធំធាត់បានស៊ីជម្រៅ 1. ទម្លាប់អាហារូបត្ថម្ភ បរិភោគអាហារប្រកបដោយសារធាតុចិញ្ចឹមពោរពេញដោយបន្លែផ្លែឈើ ប្រូតេអ៊ីន និងធាតុភ្នែក ផឹកទឹកស្អាតឲ្យបានច្រើនជៀសវាងទឹកផ្អែមឬភេសជ្ជៈដែលមានស្ករខ្ពស់ បរិភោគអាហារតាមពេលវេលាទៀងទាត់ហើយជៀសវាងការស៊ីច្រើនពេក 2. ទម្លាប់ផ្លាស់ទីលំនៅនិងសកម្មភាពកាយ ធ្វើសកម្មភាពកាយយ៉ាងហោចណាស់1 ម៉ោងក្នុងមួយថ្ងៃដូចជាលេងកីឡារត់ឬហែលទឹក កាត់បន្ថយពេលវេលាអង្គុយមើលទូរទស្សន៍លេងទូរស័ព្ទឬអេឡិចត្រូនិកផ្សេង 3. ទម្លាប់គេងឲ្យបានគ្រប់គ្រាន់ កុមារត្រូវគេង 9-12 ម៉ោងអាស្រ័យលើអាយុដើម្បីឲ្យរាងកាយនិងខួរក្បាលអាចសម្រាកនិងអភិវឌ្ឍបានពេញលេញ គេងនិងភ្ញាក់ពីដំណេកតាមពេលវេលាទៀងទាត់ 4. ទម្លាប់អនាម័យផ្ទាល់ខ្លួន លាងដៃជាប្រចាំមុនបរិភោគអាហារនិងក្រោយពេលប្រើបង្គន់ ដុសធ្មេញយ៉ាងតិច 2 ដងក្នុងមួយថ្ងៃព្រឹកនិងមុនគេង ងូតទឹកស្អាតជាប្រចាំ 5. ទម្លាប់សុខភាពផ្លូវចិត្តនិងសង្គម ចែករំលែកអារម្មណ៍និងបញ្ហាជាមួយឪពុកម្ដាយឬមិត្តភក្តិដែលទុកចិត្ត រៀនគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួននិងដឹងពីរបៀបសុំជំនួយពេលត្រូវការ ចេះលេងនិងធ្វើសកម្មភាពជាមួយមិត្តភក្តិដើម្បីអភិវឌ្ឍទំនាក់ទំនងសង្គម 6. ទម្លាប់រក្សាសុវត្ថិភាព យកចិត្តទុកដាក់ពេលលេងកីឡាឬធ្វើសកម្មភាពដើម្បីការពាររបួស ដឹងពីវិធីការពារខ្លួនឯងនិងសុំជំនួយពីអ្នកដទៃពេលចាំបាច់ 7. ទម្លាប់ពិនិត្យសុខភាពទៀងទាត់ ទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យតាមកាលកំណត់ដើម្បីតាមដានការរីកធំនិងទទួលបានការចាក់ថ្នាំបង្ការត្រឹមត្រូវ ទម្លាប់ទាំងនេះនឹងជួយឲ្យកូនក្មេងមានសុខភាពខ្លាំងក្លា មានថាមពលនិងមានភាពធន់នឹងជំងឺ ឪពុកម្ដាយនិងអ្នកថែរក្សាគួរជាគំរូល្អនិងជាអ្នកណែនាំកូនឲ្យប្រកាន់យកទម្លាប់ល្អទាំងនេះតាំងពីវ័យតូច